បាទវីដេអូនេះផ្ដើមដល់ទៅលោកម្ចាស់ជាងសំណងដែលគាត់តាកតូឬក៏សុំខ្ញុំមកធ្វើការណាបាទអញ្ចឹងហើយបើច្បាស់លាស់មុននឹងសុំយើងច្បាស់លាស់ថាយើងដាក់ចិត្តដាក់កាយយើងមកធ្វើពិតប្រាកដហើយយើងសុំទៅហើយដល់ពេលគេសម្រេចចិត្តយកហើយតែគេគិតមើលសិនតែចាំមើលសិនចាំពិភាក្សាសិនអីលេចកើតណានៃទៅហើយដល់អញ្ចឹងទៅដល់ពេលយើងមិនមែនយើងខ្វះកម្លាំងជាងដល់ថ្នាក់ចាំយកតែគាត់ទេជាងមានច្រើនអញ្ចឹងហើយយើងសម្រេចចិត្តថាយកគាត់គឺយើងទុកផ្ដល់ឱកាសការងារកន្លែងហ្នឹងទូគាត់ធ្វើហើយដល់គាត់ទទួលពាក្យជាមួយយើងដល់ថ្ងៃធ្វើគាត់ទៅកន្លះទៅអត់មកអីវិញហ្នឹងទៅវាធ្វើឲ្យខាតទៅពេលវេលាធ្វើឲ្យអសកម្មនៃការងារវាធ្វើអសកម្មនៃការងារហើយយើងទៅយកកម្លាំងថ្មីទៀតព្រោះយើងអត់បានត្រៀមគេទុកទេដោយសារយើងត្រៀមខាងគាត់ទុកហើយដល់គាត់វាអត់ច្បាស់ដល់ច្បាស់ហ្នឹងទៅវាធ្វើឲ្យល្អល្អយឺតដល់ដំណើរការរបស់ការងារបាទអញ្ចឹងជាងគេមិនខ្វះទេជាងគេមានច្រើនគាត់ថាគេជ្រើសរើសយកខាងណាមកធ្វើហើយគឺគេទុកការងារហ្នឹងឲ្យយើងធ្វើហើយដល់យើងនិយាយអត់ច្បាស់យើងម្ដងមកម្ដងអត់ម្ដងអត់ម្ដងមកអត់តែពីដំបូងអត់អីទេដល់គេដល់ថ្ងៃថាអត់ដល់គេដល់ថ្ងៃថាអត់ទៅអ្នកណាទៅជ្រេទៅរកកម្លាំងណាបានទាន់បើយើងភ្លាមអញ្ចឹងបាទអញ្ចឹងហើយទី2ចង់ផ្ដាំទៅលោកម្ចាស់ថាការងារស្រុកខ្មែរយើងកុំបាច់សួរនាំច្រើនអីមើលគេទៅគេធ្វើមិនកើតយើងធ្វើតាមគេទៅណាមិនបាច់សួរនាំច្រើនទេកន្លែងកន្លែងដេកមិនកន្លែងនៅមិនបាយមិនទឹកមិនអីគេសោះនៅគេហូបមិនហូបតាមគេទៅណាបើការងារដូចពួកខ្ញុំអីសិតតែអ្នកមកតំណែងឯកជនទេយើងមកលក្ខណៈតាមភូមិស្រុកជនបទផ្ទះទូចបាទតម្លៃ10000បាទឬក៏ក្រោម10000តម្លៃតិចតួចទេគាត់ថាបានចំឆ្នាំងបាយទាំងអស់គ្នាទេទាំងជាងទាំងខ្ញុំទាំងកូនជាងគឺបានរស់ទាំងអស់គ្នាអញ្ចឹងហើយលុយកាក់គឺដឹងតែស្រួលហើយអត់មានអីពិបាកទេព្រោះអ្នកភូមិអ្នកស្រុកស្រែអ្នកភូមិជនបទបងប្អូនពុកម៉ែបាទនៅតាមស្រុកស្រែជនបទគឺគាត់ស្មោះត្រង់គាត់មុនធ្វើទេគាត់មានលុយគ្រប់ឲ្យយើងហើយសម្រាប់ខ្ញុំជាអ្នកមកដូចនេះដែរគឺខ្ញុំបានលុយមកពេញហើយមិនភ័យទេធ្វើការដល់ថ្ងៃបើកលុយថ្ងៃបើកលុយអត់មានអីទៅគេទៅបោកប្រាស់បងប្អូនទេឲ្យតែបងប្អូនតាំងចិត្តធ្វើការពិតប្រាកដទៅបាទហើយកុំអំនួតកុំគិតថាកន្លែងការងារអញចេះអញទៅដល់ពេលការងារច្រើនដល់ពេលគេស្រឡាញ់គេចូលចិត្តទៅវាទៅជារឹកពីទៅមួយទៅជារឹកពីទៅងោលេចងោកាត់រត់លេចរត់កាត់ចុងក្រោយបាទហើយតែប្រៀបធៀបជាមួយការងារក្រុមហ៊ុនអាគាររាប់សិបជាន់ដែលគេធ្វើកន្លែងស្នាក់នៅអាហ្នឹងអាគារគេរាប់ជាន់ធ្វើរាប់ឆ្នាំគេខ្លាចនឹងចំណាយធ្វើរោងឲ្យយើងនៅបាទនេះកាក់ឋានជាងតូចកន្លែង7 8000ណាសួរថាឲ្យទៅរៀបទិញសង្កសីទិញក្តារមកធ្វើជាងធ្វើរោងមកមែនអាណាមានលុយទៅធ្វើអញ្ចឹងទិញតាហ្នឹងអស់លុយចំណេញមកមិនធ្វើរត់ចូលសក់ក្រោយដេកផ្ទះល្អជាងបាទអញ្ចឹងហើយយើងបោះតាតាំងមកនៅទៅបានហើយបាទអញ្ចឹងមានអីទេមានអារម្មណ៍ចឹងទៅលោកម្ចាស់ទាំងអស់បាទមេត្តាពិចារណាបាទគេអ្នកមកមិនមែនស្រួលទេបងប្អូនណាមួយគិតច្រើនណាទី1រកការងារយើងគ្រប់ទីកន្លែងទាំងអស់បាទទី2បែងចែកគ្រប់សពបងប្អូនណាអាណាលុយថ្លៃកូនជាអាណាលុយថ្លៃសម្ភារៈបាទទី3ពាក់ព័ន្ធនឹងការមកមិនមែនចេះតែចំណេញទេពេលខ្លះខាតអស់ដើមអស់ពីខ្លួនទៅវិញក៏មានបាទពេលខ្លះចំណេញសល់តិចតួចយកលុយទៅប៉ាវកូនជាងទិញស្រាទេផឹករងថ្ងៃហ្នឹងគឺសត្វតែជាទឹកចិត្តដ៏ធំធេងរបស់មេហើយលុយក៏បាក់ឲ្យពាក់ទៀងហើយឲ្យតែឲ្យហូបប្រចាំទៀតអានេះគឺហៅថាទឹកចិត្តល្អយើងប៉ះមេល្អចឹងយើងគួរថែរក្សាទៅណាកុំងងក់រត់លេចរត់កើតអីបាទចុងក្រោយគឺយើងអត់ផ្លូវដើរខ្លួនយើងទេបាទរបស់តែមានតម្លៃគេចង់បានហើយបាទរបស់តែគ្មានតម្លៃបាទបានតែម្ដងទេគេលេងត្រូវការ